ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅលេងនៅទីក្រុងមួយដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាមជាទីក្រុងមួយដែលស្ថិតនៅលើភ្នំហើយក៏ជាទីក្រុងដែលសម្បូរទៅដោយជនជាតិដើមភាគតិចផងដែរនៅក្នុងដំណើរនេះគឺយើងចាក់ចេញពីទីក្រុងហាណូយឆ្ពោះទៅកាន់ទីក្រុងសាប៉ានៅក្នុងខេត្តឡាវកាយដែលជាប់ជាមួយនឹងព្រំដែននៃប្រទេសចិនហើយការធ្វើដំណើរចេញពីហាណូយទៅចម្ងាយផ្លូវប្រហែលជាខ្ទង់ជាង300គីឡូម៉ែត្រដោយយើងចំណាយពេលខ្ទង់ប្រហែលជា6ម៉ោងទៅ7ម៉ោងហើយការធ្វើដំណើរនេះគឺតាមរយៈផ្លូវ highway ពុកម៉ែបងប្អូនទេសភាពតាមផ្លូវស្អាតខ្លាំងមែនទែនពេលដែលយើងចេញផុតពីហាណូយប្រហែលជាខ្ទង់100គីឡូចាប់ផ្ដើមឃើញជាមួយនឹងទេសភាពស្អាតហើយជីអត់មានអារម្មណ៍ថាធុញទេស្លាប់ព្រោះគ្មានរៀបត្រីស្ងាត់សូមឯណាស្នេហ៍ខ្ញុំអើយមកដល់កន្លែងនេះគឺយប់ហើយជាទឹកដីនៃខេត្តឡាវកាយប៉ុន្តែអត់ទាន់ដល់ទីក្រុងសាប៉ាកន្លែងទីប្រជុំជនទេយើងនៅចង្កេះភ្នំនៅឡើយហើយផ្លូវនេះគឺផ្លូវតាមចង្កេះភ្នំរហូតដល់ពុកម៉ែបងប្អូនអញ្ចឹងសុំតសើខាងអ្នកបើកបរនៅវៀតណាមពួកគាត់ប្រកែខ្លាំងមែនតើហើយអ្នកជិះវិញគឺថាអង្គុយអត់ហ៊ានដកដង្ហើមទេដោយសារតែផ្លូវឡើងគឺបត់ចុះបត់ឡើងកោងខ្លាំងហើយកន្លែងខ្លះជំរាលមានជ្រុះមានអីចឹងណាបើយើងជិះពេលយប់ចឹងយើងអត់ដឹងអីក៏ប៉ុន្តែជិះពេលថ្ងៃបានមើលឃើញថាវាមានចលងភ្នំមិនខ្លះបើនិយាយពីទេសភាពវិញគឺស្អាតខ្លាំងមែនតើពុកម៉ែបងប្អូនហើយចឹងឥឡូវនេះយើងបានមកដល់នៅលើទីក្រុងនៃទីប្រជុំជននៃទីក្រុងសាប៉ានៅសាប៉ាគឺអាកាសធាតុត្រជាក់ពេញមួយឆ្នាំតែម្ដងហើយបើសិនជានៅរដូវរងាវិញគឺនិយាយមកហុយផ្សែងតាមមាត់អាកាសធាតុអាចនឹងធ្លាក់ដល់1-2 អង្សាឬក៏ក្រោមនឹងបើយើងឡើងទៅដល់លើកំពូលភ្នំហ្វាន់ស៊ីប៉ាន់អាកាសធាតុអាចនឹងដក5ដក3ដក4ហើយនៅទីក្រុងមួយនេះគឺជាតំបន់ទេសចរដ៏ពេញនិយមមិនថាភ្ញៀវអាស៊ីឬក៏ភ្ញៀវអឺរ៉ុបទេគឺនិយមមកលេងខ្លាំងទោះបីជាផ្លូវធ្វើដំណើរឆ្ងាយក៏ប៉ុន្តែនៅតែមានភ្ញៀវទេសចរមកលេងច្រើនហើយត្បិតតែជាទីក្រុងទេសចរដ៏ពេញនិយមក៏ប៉ុន្តែទីក្រុងសាប៉ានេះអត់មានពលានយន្តហោះទេពុកម៉ែបងប្អូនចឹងរាល់ភ្ញៀវទេសចរដែលចង់មកលេងគឺត្រូវធ្វើដំណើរដោយឡានដោយសារតែសាប៉ាគឺជាទីក្រុងនៅលើភ្នំហើយជាតំបន់ភ្នំតូចធំខ្ពស់ទាបមានចលងភ្នំច្រើនដូច្នេះហើយនៅទីនេះมันមានប្រលានយន្តហោះទេពុកម៉ែបងប្អូនហើយនេះគឺជាទស្សនវិជ្ជាពេលថ្ងៃទេសភាពពេលថ្ងៃស្អាតខ្លាំងណាស់ពេលដែលជិះតាមផ្លូវហ្នឹងគឺថាអត់ចង់គេងទេចង់តែអង្គុយមើលទេសភាពនៅទីក្រុងសាប៉ាអ្វីដែលល្បីខ្លាំងជាងគេគឺជាមួយនឹងអាកាសធាតុដែលត្រជាក់ពេញមួយឆ្នាំហើយមួយទៀតជាមួយនឹងស្រែដំណាក់ដែលកសិករនៅខាងទីក្រុងមួយនេះពួកគាត់ធ្វើស្រែតាមជម្រាលភ្នំជាលក្ខណៈស្រែដំណាក់ហើយបើនិយាយពីផ្លូវវិញគឺថាសសៀលតាមជម្រាលភ្នំនឹងរហូតតែម្ដងkhi mùa xuân đã thầm thì nhìn người mà ra đi anh chẳng biết theo điều gì mà nghe sao đáng thương nhìn nhau như có hương tìm em ở bốn phương thì xây đây vẫn vương áo ឥឡូវនេះយើងបានធ្វើដំណើរចេញពីទីក្រុងសាប៉ាហើយក៏មកដល់ជាមួយនឹងតំបន់ភ្នំហ្វាន់ស៊ីប៉ាន់ភ្នំហ្វាន់ស៊ីប៉ាន់នេះគឺមិនស្ថិតនៅក្នុងទីក្រុងសាប៉ាទេប៉ុន្តែស្ថិតនៅក្នុងខេត្តឡាវកាយដដែលភ្នំនេះគឺជាភ្នំដែលខ្ពស់ជាងគេនៅក្នុងតំបន់ឥណ្ឌូចិនដែលមានកម្ពស់រហូតដល់3143ម៉ែត្រហើយទីទៀតហ្នឹងខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅឡើងលើកំពូលភ្នំហ្វាន់ស៊ីប៉ាន់តែម្ដងហើយមធ្យោបាយដែលយើងអាចឡើងទៅលើបានហ្នឹងគឺដោយការជិះកន្ត្រកខ្សែកន្លែងនេះបងប្អូនជនជាតិដើមភាគតិចនៅតំបន់ភ្នំហ្វាន់ស៊ីប៉ាន់កំពុងតែបង្ហាញអំពីវប្បធម៌ប្រពៃណីក៏ដូចជាសិល្បៈហើយនឹងសកម្មភាពក្នុងការរស់នៅប្រចាំថ្ងៃបង្ហាញឲ្យភ្ញៀវទេសចរបានទស្សនានិងយល់ដឹងអំពីវប្បធម៌ប្រពៃណីរបស់ពួកគាត់ឥណ្ឌូចិនគឺជាតំបន់ភូមិសាស្ត្រមួយនៅអាស៊ីអាគ្នេយ៍ដែលមានឥទ្ធិពលពីអរិយធម៌ឥណ្ឌានិងអរិយធម៌ចិនដូច្នេះហើយទើបគេដាក់ឈ្មោះថាឥណ្ឌូចិនឬក៏ជាភាសាអង់គ្លេសគេហៅថា Indo China
ហើយសពថ្ងៃពាក្យឥណ្ឌូចិនជាទូទៅគឺសំដៅទៅលើប្រទេស3គឺប្រទេសកម្ពុជាឡាវនិងវៀតណាមហេតុនេះហើយបានជាភ្នំ Fansipan ត្រូវបានគេហៅថាដំបូលនៃឥណ្ឌូចិនព្រោះវាគឺជាកំពូលភ្នំខ្ពស់ជាងគេនៅក្នុងចំណោមប្រទេសទាំង3នេះហើយនៅទីនេះគឺមានការតុបតែងស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងគ្រប់យ៉ាងអំណោយផលពីធម្មជាតិផងទាំងការតុបតែងរបស់មនុស្សផងអញ្ចឹងហើយទើបធ្វើឲ្យតំបន់ទេសចរភ្នំ Fansipan មួយនេះមានការតាក់ទាញនិងមានការចាប់អារម្មណ៍ខ្លាំងមែនទែនយើងជិះកន្ត្រកខ្សែកាបនឹងឡើងមកលើកំពូលភ្នំ Fansipan ហើយមកដល់ពុកម៉ែបងប្អូននឹងបានឃើញជាមួយនឹងទង់ជាតិវៀតណាមដ៏ធំនៅលើកំពូលភ្នំរួមជាមួយនឹងរូបសំណាកតាក់ទងជាមួយនឹងសាសនាមួយចំនួនសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ប្រសិនបើការអធិប្បាយទៅមានកំហុសខុសឆ្គងកន្លែងណាសូមពុកម៉ែបងប្អូនជួយកែសម្រួលផងអរគុណជួបគ្នានៅវីដេអូបន្តទៀតជម្រាបលា